រឿងស្នាមស្នេហ៍លើកោះខ្យល់សមុទ្របក់ស្រាលស្រាលប៉ុន្តែបរិយាកាសនៅលើកោះហាក់ដូចជាស្ងប់ស្ងាត់ខុសធម្មតាដែលឈរមើលសម្លឹងមើលទៅមីលីដោយបេះដូងពោពេញដោយចម្ងល់មីលីបន្ថយក្បាលហើយនិយាយដោយសំឡេងញ័រថាបងតារាមនុស្សប្រុសម្នាក់នេះឈ្មោះវិសាលគាត់ជាមិត្តគ្រួសាររបស់អូនមិនមែនជាស្វាមីរបស់អូនទេតារាដកដង្ហើមធំមួយបេះដូងដែលធ្ងន់ដូចថ្មហាក់ស្រាលបន្តិចវិសាលដើរមកមុខហើយនិយាយដោយសុភាពថាខ្ញុំមកតាមមីលីតាមសំណើរបស់ឪពុកនាងគ្រួសាររបស់នាងកំពុងរងចាំឲ្យនាងត្រឡប់ទៅវិញមីលីសម្លឹងទៅសមុទ្រដែលលោតសន្ធឹងឆ្ងាយហើយចាប់ផ្ដើមនិយាយអំពីអាចកំបាំងដែលនាងលាក់ទុកជាច្រើនឆ្នាំក្រោយចាក់ចេញពីកោះឪពុករបស់នាងបានធ្លាក់ខ្លួនឈឺធ្ងន់មុនពេលលោកទទួលមរណភាពលោកបានសុំឲ្យមើលមីលីបន្តថែរក្សាគ្រួសារនិងបំពេញក្តីស្រមៃរបស់គាត់ដោយសារការទទួលខុសត្រូវនោះនាងមិនអាចត្រឡប់មកកោះបានទោះបីនឹកដល់តារាប៉ុណ្ណាក៏ដោយទឹកភ្នែកហូរតាមថ្ពាល់របស់មីលីអូនមិនដែលភ្លេចបងទេតែអូនមិនចង់ឲ្យបងរងចាំអូនដោយគ្មានថ្ងៃកំណត់តារាសម្លឹងមើលទៅនាងដោយក្តីអាណិតនិងស្រឡាញ់ដដែលគេយកសម្បកខ្យងដែលបានរក្សាទុកអស់ជាច្រើនឆ្នាំចេញមកហៅប៉ៅហើយដាក់វានៅលើបាតដៃមីលីស្នេហាពិតមិនវាស់ដោយរយៈពេលនៃការរងចាំទេតែវាវាស់ដោយភាពស្មោះត្រង់មីលីស្រក់ទឹកភ្នែកហើយញញឹមទាំងទឹកភ្នែកប៉ុន្តែនៅពេលនោះវិសាលបានទទួលសម្បត្តិបន្ទាន់ពីទីក្រុងទឹកមុខរបស់គាត់ប្រែស្លេកស្លាំងគាត់និយាយដោយសំឡេងប្រញាប់ថាមីលីមានព្យុះធំកំពុងខិតមកដល់កោះនេះយើងត្រូវចាក់ចេញភ្លាមមេឃចាប់ផ្ដើមងងឹតខ្យល់បក់កាន់តែខ្លាំងហើយរលកធំចាប់ផ្ដើមបក់ច្រាំងតារាសម្លឹងទៅសមុទ្រតែកំពុងកាច់សាហាវតើព្យុះនេះនឹងបំបែកស្នេហារបស់ពួកគាត់ម្ដងទៀតទេមេឃខ្មៅងងឹតគ្រប់ដណ្ដប់នៅលើកោះទាំងមូលខ្យល់បក់ខ្លាំងរលកធំបោកបក់ចូលច្រាំងយ៉ាងកាចសាហាវអ្នកភូមិនោះគ្នារត់ទៅរកទីជម្រកដោយភាពភ័យខ្លាចវិសាប្រញាប់និយាយទៅកាន់មីលីថាយើងត្រូវជិះដំណើរឥឡូវនេះបើរងចាំទៀតទូកនឹងមិនអាចចាក់ចេញបានទេមីលីសម្លឹងទៅតារាបេះដូងរបស់នាងហាក់ដូចជាត្រូវហែកជាពីរមួយផ្នែកចង់ត្រឡប់ទៅបំពេញកាតព្វកិច្ចរបស់គ្រួសារហើយមួយផ្នែកទៀតចង់នៅជាមួយមនុស្សដែលនាងស្រឡាញ់មុនពេលនាងសម្រេចចិត្តស្រាប់តែមានសម្លេងស្រែកពីមាត់ឆ្នេរជួយផងមានក្មេងជាប់នៅលើកោះសមុទ្រអ្នកភូមិទាំងអស់សម្លឹងទៅមើលនៅចម្ងាយមានក្មេងប្រុសម្នាក់ជាប់នៅលើផ្ទាំងថ្មខណៈរលកធំកំពុងវាយប្រហារជុំវិញគ្មាននរណាម្នាក់ហ៊ានចេញទៅទេតារាមិនស្ទាក់ស្ទើរឡើយគេរត់ទៅកាន់ទូកតូចមួយហើយត្រៀមចេញទៅជួយក្មេងនោះមីលីភ័យខ្លាចយ៉ាងខ្លាំងបងតារាវាគ្រោះថ្នាក់ណាស់តារាញញឹមស្រាលបងមិនអាចឈរមើលជីវិតម្នាក់កំពុងស្ថិតក្នុងគ្រោះថ្នាក់បានទេដោយមិនរងចាំចម្លើយគេបានបើកទូកកាត់រលកដ៏ធំឈ្មោះទៅកាន់ផ្ទាំងថ្មអ្នកភូមិនិងមីលីឈរមើលដោយចិត្តអន្ទះសាររលកធំមួយបានបក់ចំទូករហូតធ្វើឲ្យវារង្គើខ្លាំងប៉ុន្តែតារានៅតែបន្តទៅមុខទីបំផុតគេបានទៅដល់នឹងជួយ
ក្មេងប្រុសម្នាក់នោះឡើងទូកបានដោយសុវត្ថិភាពមនុស្សគ្រប់គ្នាអបអរសាទរប៉ុន្តែនៅពេលត្រឡប់មកវិញរលកយក្សមួយបានកើតឡើងខ្ពស់ជាងមុនហើយបក់មកលើទូកយ៉ាងខ្លាំងអ្នកភូមិស្រែកដោយភ័យខ្លាចតារាមីលីឈរស្រក់ទឹកភ្នែកខណៈនាងឃើញទូកបាត់ទៅរលកដ៏សន្ធឹកសន្ធាប់ហើយគ្មាននរណាដឹងថាតារានិងក្មេងប្រុសម្នាក់នោះមានសុវត្ថិភាពឬអត់មនុស្សគ្រប់គ្នាឈរមាត់ឆ្នេរទាំងស្ងប់ស្ងាត់សំឡេងខ្យល់និងរលកធំលាន់ឮដូចជាបទភ្លេងនៃការបារម្ភមីលីលុតជង្គង់លើខ្សាច់ទឹកភ្នែកហូរមិនឈប់បងតារាសូមកុំឲ្យមានរឿងរ៉ាវអាក្រក់កើតឡើងចំពោះបងព្យុះបន្តបោកបក់អស់ជាច្រើនម៉ោងគ្មាននរណាអាចចេញទៅស្វែងរកអ្នកណាបានឡើយលុះដល់ព្រឹកថ្ងៃបន្ទាប់មេឃចាប់ផ្ដើមស្រឡះពន្លឺព្រះអាទិត្យរងចាំងលើផ្ទៃសមុទ្រដែលស្ងប់ជាងមុនអ្នកភូមិមួយក្រុមបានជិះទូកចេញទៅស្វែងរកតារាមីលីក៏ទៅជាមួយដែរពួកគេស្វែងអស់ជាច្រើនម៉ោងរហូតដល់អ្នកនេសាទម្នាក់បានស្រែកហៅថាម៉ូណូនៅលើកោះថ្មតូចមួយឆ្ងាយពីច្រាំងមានមនុស្សពីរនាក់កំពុងកវីដៃពួកគេគឺតារានិងក្មេងប្រុសដែលគាត់បានជួយពេលរលកធំបាក់ទូគាត់បានខំការពារក្មេងប្រុសហើយហែទៅដល់កោះថ្មមួយពួកគេបានរស់រៀនមានជីវិតពេញមួយយប់ដោយរងចាំជំនួយមីលីរំភើបរហូតដល់ស្រក់ទឹកភ្នែកនៅពេលទូកនៅដល់នាងរត់ទៅអោបតារាភ្លាមអូនគិតថាបាត់បង់បងទៅហើយតារាញញឹមទាំងអស់កម្លាំងបងបានសន្យាថានឹងមិនចាក់ចេញពីអូនទៀតទេអ្នកភូមិទាំងអស់នោះគ្នាអបអរសាទរក្មេងប្រុសដែលត្រូវបានជួយត្រូវបានជួបជុំជាមួយក្មេងនិងគ្រួសារវិញដោយសុវត្ថិភាពនៅយប់នោះភូមិទាំងមូលបានរៀបចំពិធីជប់លៀងតូចមួយដើម្បីអបអរសាទរការរស់រានមានជីវិតរបស់តារាប៉ុន្តែខណៈពេលនោះមនុស្សគ្នាកំពុងសប្បាយរីករាយវិសាបានទទួលដំណឹងមួយពីទីក្រុងគាត់សម្លឹងមើលមីលីដោយទឹកមុខធ្ងន់ធ្ងរមីលីអ្នកត្រូវត្រឡប់ទៅទីក្រុងឲ្យបានឆាប់មានរឿងសំខាន់មួយដែលតាក់ទងនឹងមរណៈរបស់ឪពុកនាងមីលីនិងតារាសម្លឹងមើលគ្នាក្រោយពីទើបបានជួបគ្នាវិញតើជោគវាសនានឹងបង្ខំឲ្យពួកគេបែកគ្នាម្ដងទៀតឬទេក្រោយពីដំណឹងពីវិសាលបរិយាកាសនៃការអបអរសាទរហាក់ស្ងប់ស្ងាត់ភ្លាមមីលីមើលទៅវិសាលដោយការងឿងឆ្ងល់មានរឿងអ្វីកើតឡើងវិសាលដកសម្បត្តិមួយចេញពីកាបូបហើយប្រគល់ឲ្យនាងសម្បត្តិនោះគឺជាសម្បត្តិដែលឪពុករបស់មីលីបានបន្សល់ទុកមុនពេលលោកទទួលមរណភាពដោយសារបញ្ហាផ្លូវច្បាប់ទើបគេទើបរកឃើញវានៅពេលនេះដោយញ័រដៃតិចមីលីបើកអាននៅក្នុងសម្បត្តិនោះមានសរសេរថាកូនស្រីជាទីស្រឡាញ់បើសិនបើកូនកំពុងអានសៀវភៅនេះមានន័យថាឪពុកលែងនៅជាមួយកូនទៀតហើយឪពុកមានមរណៈមួយទុកឲ្យកូនមិនមែនជាមាសប្រាក់ឬទ្រព្យសម្បត្តិដ៏ធំធេងទេប៉ុន្តែជាដីមួយកន្លែងនៅលើកោះដែលឪពុកធ្លាប់រស់នៅកាលពីវ័យក្មេងបើសិនបើថ្ងៃណាកូនរកឃើញកន្លែងនោះកូននឹងរកឃើញអ្វីៗដែលមានតម្លៃជាងទ្រព្យសម្បត្តិទាំងអស់មីលីភ្ញាក់ផ្អើលនៅលើកោះនេះវិសាងក់ក្បាល
បាទឯកសារទាំងអស់បញ្ជាក់ថាដីនោះស្ថិតនៅទីនេះតារាគិតមួយសន្ទុះហើយរំលឹកបានថានៅផ្នែកខាងជើងនៃកោះមានកន្លែងបោះបង់ចោលមួយដែលអ្នកភូមិហៅថាភ្នំផ្កាយគ្មាននរណាទៅទីនោះជាច្រើនឆ្នាំមកហើយនៅព្រឹកបន្ទាប់មីលីតារានិងវិសាលបានជិះដំណើរទៅរកកន្លែងនោះពួកគេដើរកាត់ព្រៃតូចៗនិងផ្លូវចាស់ៗរហូតទៅដល់ផ្ទះឈើបែកបាក់មួយនៅលើភ្នំនៅខាងក្នុងពួកគេបានរកឃើញប្រអប់ឈើចាស់មួយមីលីបើកវាចេញដោយក្តីរំភើបប៉ុន្តែអ្វីដែលនៅក្នុងប្រអប់មិនមែនជាមាសឬគ្រឿងអលង្ការឡើយវាជាសៀវភៅកំណត់ហេតុចាស់មួយនៅទំព័រដំបូងមានរូបថតស្ត្រីម្នាក់ដែលមេលៀបមិនធ្លាប់ឃើញពីមុនហើយនៅក្រោយរូបថតនោះមានពាក្យសរសេរថាសម្រាប់សុភាស្នេហាដំបូងដែលខ្ញុំមិនអាចបំភ្លេចបានមីលីសម្លឹងមើលឈ្មោះនោះដោយការងឿងឆ្ងល់តើសុភីជាអ្នកណាហើយហេតុអ្វីបានជាឪពុករបស់នាងលាក់ទុកអាចកំបាំងនេះអស់ជាច្រើនឆ្នាំមីលីកាន់សៀវភៅកំណត់ហេតុចាស់នោះដែលដៃញ័រតិចតិចធូលីដីដែលគ្របដណ្ដប់លើគម្របបង្ហាញថាវាត្រូវបានរក្សាទុកអស់រយៈពេលជាច្រើនឆ្នាំតារានិងវិសាលឈរនៅក្បែរនាងខណៈពេលនាងបើកទំព័រដំបូងនៅក្នុងសៀវភៅនោះមានកំណត់ហេតុដែលឪពុករបស់នាងបានសរសេរកាលពីនៅវ័យក្មេងថ្ងៃនេះខ្ញុំបានជួបសុភីនៅលើកោះនេះនាងជានារីដែលមានស្នាមញញឹមស្រស់ស្អាតជាងពន្លឺថ្ងៃលិចលើសមុទ្រមីលីអានបន្តទៅមុខទៀតទំព័រនីមួយៗពោពេញទៅដោយក្តីរឿងរ៉ាវស្នេហារវាងឪពុករបស់នាងនិងនារីឈ្មោះសុភាពួកគេធ្លាប់ស្រឡាញ់គ្នាយ៉ាងជ្រាលជ្រៅប៉ុន្តែដោយសារស្ថានភាពគ្រួសារពួកគេមិនអាចនៅជាមួយគ្នាបានទេថ្ងៃមួយសុភាបានចាក់ចេញពីកោះហើយបានត្រឡប់មកផ្ទះវិញនៅទំព័រចុងក្រោយមានសម្បត្តិមួយបត់ទុកនៅខាងក្នុងមីលីបើកវាចេញហើយអានទាំងស្ងប់ស្ងាត់កូនស្រីជាទីស្រឡាញ់បើសិនកូនបានរកឃើញសៀវភៅនេះមានន័យថាកូនបានមកដល់កន្លែងដែលឪពុកធ្លាប់មានសុភមង្គលបំផុតសុភីបានបង្រៀនឪពុកថាស្នេហាពិតមិនមែនជាការកាន់កាប់គ្នាទេប៉ុន្តែជាការជូនពរឲ្យមនុស្សដែលយើងស្រឡាញ់មានសុភមង្គលបើសិនថ្ងៃណាកូនជួបមនុស្សដែលកូនស្រឡាញ់ពិតប្រាកដកូនកុំបោះបង់គេដូចដែលឪពុកធ្លាប់បាត់បង់សុភីទឹកភ្នែករបស់មីលីស្រក់ចុះលើទំព័រសៀវភៅនាងសម្លឹងទៅតារាពេលនោះនាងយល់ថាមរតកដែលឪពុកទុកឲ្យនាងមិនមែនជាទ្រព្យសម្បត្តិទេវាគឺជាមេរៀននៃស្នេហាប៉ុន្តែខណៈពេលដែលនាងកំពុងតែបើកនិងរៀបចំចាក់ចេញពីផ្ទះចាស់នោះវិសាបានប្រទះឃើញប្រអប់តូចមួយនៅក្រោមគម្រាលជើងនៅក្នុងប្រអប់នោះមានខ្សែកមាសមួយនិងផែនទីចាស់មួយសន្លឹកផែនទីនោះបង្ហាញទីតាំងមួយនៅភាគខាងកើតនៃកោះដែលគេមិនធ្លាប់ស្គាល់ពីមុនហើយនៅលើផែនទីមានអក្សរសរសេរថាទីកន្លែងដែលសុភីបានលាក់ទុកសេចក្តីសន្យាចុងក្រោយមីលីតារានិងវិសាលសម្លឹងមើលគ្នាដោយការភ្ញាក់ផ្អើលតើនៅទីនោះមានអ្វីលាក់បាំងហើយតើវាតាក់ទងអ្វីនឹងសុភីនិងអតីតកាលរបស់ឪពុកមីលីនៅព្រឹកថ្ងៃបន្ទាប់
មីលីតារ៉ានិងវិសាលបានយកផែនទីចាស់នោះមកសិក្សាយ៉ាងប្រុងប្រយ័ត្នផែនទីបង្ហាញផ្លូវកាត់ព្រៃក្រាស់និងថ្មចោតជាច្រើនមុននឹងទៅដល់កន្លែងមួយដែលមានសញ្ញាផ្កាយ5ជ្រុងអ្នកភូមិចាស់មួយចំនួនបានប្រាប់ថាតំបន់នោះត្រូវបានគេហៅថាជ្រោះពន្លឺចន្ទ្រាជាកន្លែងដែលមិនសូវមាននរណាទៅដល់ក្រោយដើរអស់ជាច្រើនម៉ោងពួកគេក៏ទៅដល់ជ្រោះមួយនោះមានថ្មធំព័ទ្ធជុំវិញនៅចំកណ្ដាលជ្រោះមានដើមឈើចំណាស់មួយដើមធំជាងគេមីលីក៏សម្គាល់ឃើញអក្សរចាស់ដែលធ្លាក់ពីដើមឈើនោះសបូកវតារាសួរដោយចង្អុលតើវាមានន័យយ៉ាងដូចម្ដេចវិសាបើកសៀវភៅកំណត់ហេតុហើយរកឃើញទំព័រមួយដែលនិយាយថានៅក្រោមដើមឈើដែលយើងបានឆ្លាក់ឈ្មោះរបស់យើងខ្ញុំនិងសុភីបានកប់សេចក្តីសន្យារបស់យើងទុកអ្នកទាំងបីចាប់ផ្ដើមជីកដីនៅក្បែរដើមឈើមិនយូរប៉ុន្មានពួកគេបានប្រទះឃើញប្រអប់ដែលតូចមួយដែលជ្រះដោយសារការវេលាមីលីបើកវាចេញដោយក្តីរំភើបនៅខាងក្នុងមានសំបុត្រមួយនិងចិញ្ចៀនប្រាក់មួយវង់សំបុត្រនោះជាលិខិតដែលសុភីបានសរសេរទុកមីលីអានឮថាដល់មនុស្សដែលខ្ញុំស្រឡាញ់បើសិនបើថ្ងៃណាអ្នកបានរកឃើញសម្បត្តិនេះសូមដឹងថាខ្ញុំមិនដែលសោកស្ដាយដែលស្រឡាញ់អ្នកឡើយទោះយើងមិនអាចរស់នៅជាមួយគ្នាក៏សេចក្តីស្រឡាញ់របស់ខ្ញុំនឹងនៅជាមួយអ្នកជានិច្ចសូមរស់នៅជាមួយសុភមង្គលនិងកុំឲ្យការបាត់បង់ខ្ញុំក្លាយជាខ្សែចងបេះដូងរបស់អ្នកពេលអានចប់មីលីស្រក់ទឹកភ្នែកនាងទិបយល់ថាសុភីបានបោះបង់ឪពុករបស់នាងទេផ្ទុយទៅវិញនាងបានជ្រើសរើសផ្លូវដែលនាងគិតថាល្អបំផុតសម្រាប់មនុស្សដែលនាងស្រឡាញ់តារាចាប់ដៃមីលីថ្នមឪពុករបស់អូនចង់ឲ្យអូនរៀនពីរឿងនេះកុំឲ្យការភ័យខ្លាចឬអតីតកាលបំបែកស្នេហារបស់អូនមីលីញញឹមទាំងទឹកភ្នែកប៉ុន្តែស្រាប់តែវិសាប្រទះឃើញអ្វីមួយនៅបាតប្រអប់វាជាកូនសោមាសតូចមួយនៅជាប់នឹងវាមានក្រដាស់តូចសរសេរថាកូនសោនេះនឹងបើកទ្វារទៅកាន់ការពិតចុងក្រោយអ្នកទាំងបីសម្លឹងមើលគ្នាដោយការងឿងឆ្ងល់តើការពិតចុងក្រោយនោះជាអ្វីហើយតើដំណើរស្វែងរករបស់ពួកគេនឹងនាំទៅកាន់អ្វីទៀតមីលីកាន់កូនសោមាសតូចនោះក្នុងដៃពន្លឺថ្ងៃព្រឹកចាំងផ្លាកលើវាធ្វើឲ្យមើលទៅដូចជាវត្ថុមានអាចកំបាំងលាក់នៅខាងក្នុងនៅលើកណ្ដាស់តូចនោះដែលភ្ជាប់ជាមួយកូនសោមានសញ្ញាមួយដែលដូចគ្នានឹងសញ្ញានៅលើកោះផែនទីចាស់វិសាពិនិត្យមើលសៀវភៅកំណត់ហេតុម្ដងទៀតហើយរកឃើញទំព័រមួយដែលអ្នកទាំងបីមិនទាន់បានអាននៅក្នុងនោះឪពុករបស់មីលីបានសរសេរថាបើសិនបើថ្ងៃណាមួយមាននរណាម្នាក់ស្វែងរកឃើញកូនសោនេះសូមទៅកាន់បង្គោលភ្លើងចាស់នៅចុងខាងកើតនៃកោះនៅទីនោះមានអ្វីមួយដែលខ្ញុំចង់ទុកជាសារចុងក្រោយភ្លាមនោះពួកគេក៏ជិះដំណើរទៅកាន់បង្គោលភ្លើងចាស់បង្គោលភ្លើងនោះឈរយ៉ាងឯកានៅលើច្រាំងថ្មនោះ
វាត្រូវបានបោះបង់ចោលជាច្រើនឆ្នាំមកហើយក្រោយឡើងចន្លោះចាស់រហូតទៅដល់ជាន់ខាងលើពួកគេបានឃើញទូឈើតូចមួយដែលមានសោដូចទំហំកូនសោមាសមលីដកដង្ហើមជ្រៅមួយហើយបញ្ចូលកូនសោគ្រឹកគ្រឹកទូបានបើកជីងយ៉ាងយឺតនៅក្នុងនោះមិនមានប្រកាក់ឬកំណប់អ្វីឡើយមានត្រឹមសម្បត្តិមួយសន្លឹកនិងរូបថតគ្រួសារមួយសន្លឹកប៉ុណ្ណោះនៅក្នុងរូបថតនោះមានឪពុករបស់មីលីឈរញញឹមយ៉ាងមានសុវត្ថិអង្គុលមីលីបើកសម្បត្តិអានកូនស្រីជាទីស្រឡាញ់បើសិនបើកូនបានមកដល់ទីនេះមានន័យថាកូនបានរកឃើញគ្រប់ចម្លើយហើយមរតកពិតប្រាកដដែលឪពុកទុកឲ្យកូនមិនមែនជាទ្រព្យសម្បត្តិទេវាជាការយល់ឃើញដឹងថាជីវិតខ្លីពេកសម្រាប់ការសោកស្ដាយស្រឡាញ់មនុស្សដែលកូនស្រឡាញ់ខណៈដែលពួកគេនៅក្បែរកូនកុំបាត់បង់សុភមង្គលដោយសារការភ័យខ្លាចដូចដែលឪពុកធ្លាប់ធ្វើទឹកភ្នែកហូរចុះលើថ្ពាល់របស់មីលីនាងបិទសម្បត្តិយឺតហើយសម្លឹងទៅតារាពេលនោះនាងយល់ច្បាស់ថាអ្វីដែលបានមានតម្លៃបំផុតក្នុងជីវិតមិនមែនជាកំណត់ឬមរតកឡើយវាគឺជាមនុស្សដែលយើងស្រឡាញ់នៅលើកំពូលបង្គោលភ្លើងក្រោមពន្លឺថ្ងៃលិចតារាបានចាប់ដៃមីលីហើយនិយាយថាមិនថាថ្ងៃអនាគតមានអ្វីកើតឡើងបងនឹងនៅក្បែរអូនជានិច្ចមីលីញញឹមតែនទឹកភ្នែកអូនក៏ដូចគ្នាវិសាលញញឹមមើលអ្នកទាំងពីរទីបំផុតគាត់បានឃើញថាដំណើរដ៏វែងឆ្ងាយនេះបាននាំពួកគេទៅរកសេចក្តីសុខពិតប្រាកដ